មានគេទៅយកជំនុំមកឲ្យយុទ្ធពលដូនតាខ្មែរខ្ញុំសូមការអនុញ្ញាតអានលើកអំពីប្រវត្តិសង្ខេបសាវតាយុទ្ធពលដូនតាខ្មែរដល់ល្បីល្បាញនេះមកបង្ហាញជូនបងប្អូនជនរួមជាតិឲ្យបានជ្រាបថាយុទ្ធពលដូនតាខ្មែរដែលបងប្អូនកូនគ្នាបានឃើញទៅនេះគឺបានមកពីលោកគ្រូអ្នកគ្រូប្រធានចាបានកោះខ្មែរស្រាវជ្រាវយូររករៀបរៀងចងក្រងយកយុទ្ធពលដូនតាខ្មែរដែលស្លាប់បាត់បង់ជីវិតអស់ជាច្រើនទសវត្សរ៍មកហើយនេះមកសម្ដែងជូនទស្សនាក្នុងមានការអភិរក្សនិងអភិវឌ្ឍឲ្យរូបឡើងវិញខ្ញុំសូមបង្ហាញលោកអ្នកតាមយុទ្ធពលដូនតាខ្មែរដែលរៀបរៀងចូលបាត់ស្រុកបង្ហាញដល់វិសាស្ត្រសាស្ត្របន្តឲ្យជ្រាបថាស្រាប់ទិនជាតពាំងស្នរស័យខ្ញុំសូមលើកអំពីខាងតាមពីសាលាចរខ្លះហើយខ្ញុំសូមលើកជំនួយថាយុទ្ធពលខ្មែរយើងស្រាប់ចេញពីក្បួនសិទ្ធិវិជ្ជាណក្រមហើយខ្ញុំក៏សូមលើកអំពីសេចក្តីអាណត្តិទីចាស់ទុំខ្មែរបានពោលតគ្នាពីមកមួយទៅមកមួយថាយុទ្ធពលដូនតាខ្មែរមានវ័យចំណាស់សូមតែឲ្យមកសាទរមានវ័យចំណាស់រាប់ពាន់ឆ្នាំណាស់មកហើយយុទ្ធពលរបស់បុព្វបុរសរបស់យើងមានន័យថាមានជំ